ពាក្យថា cyber security វាមានន័យទូលំទូលាយច្រើនបែបច្រើនយ៉ាងទៅតាមអ្នកសិក្សារៀនសូត្រឥឡូវឧទាហរណ៍ថាបើសិនជាយើងជាប្រជាពលរដ្ឋធម្មតាសន្តិសុខ cyber គឺសំដៅទៅដល់ការពារនៅទិន្នន័យព័ត៌មាន digital របស់យើងកុំឲ្យមានការលួចណាកុំឲ្យមានការបាត់បង់អានឹងបើសិនជាយើងនិយាយពីអ្នកប្រើប្រាស់ធម្មតាណាតែបើសិនជានៅក្នុងន័យសិស្សនិស្សិតបើសិនជាគាត់ចង់ដឹងថាតើជំនាញ cyber security នឹងអីគេគឺបានន័យថាពេលដែលគាត់រៀនទៅហ្នឹងគាត់នឹងយល់ដឹងអំពីវិធីសាស្ត្រក្នុងការធ្វើម៉េចដើម្បីការពារប្រព័ន្ធរបស់អង្គភាពបាទរបស់ក្រុមហ៊ុនរបស់ស្ថាប័នដែលគាត់ធ្វើការហ្នឹងកុំឲ្យចោលព័ត៌មានវិទ្យាចូលទៅលួចទិន្នន័យបាននៅតាមសាកលវិទ្យាល័យហើយក៏ដូចជាជំនាញផ្សេងពាក់ព័ន្ធនឹងសន្តិសុខ cyber ហ្នឹងគឺគេសិក្សាច្រើនមុខវិជ្ជាបាទមិនមែនសន្តិសុខ cyber តែមកខុសចឹងទេព្រោះនៅក្នុងហ្នឹងវាតាក់ទងរឿងអីគេបណ្ដាញតែណាយើងរៀនផ្នែកបណ្ដាញដែលយើងហៅថា networking ណាឥឡូវហ្នឹងក៏វាមានទៅដល់ networking security យើងរៀនផ្នែកគេ programming តែណាយើងរៀនផ្នែក programming ឥឡូវហ្នឹងមិនបានន័យថាយើងគ្រាន់តែរៀនឲ្យទៅសេកូដបានទេយើងត្រូវទៅសេកូដសេកម្មវិធីចេញហើយមាន security protect code របស់យើងហ្នឹងកុំឲ្យគេងាយស្រួល hack បានក្រៅពីហ្នឹងយើងរៀននេះទៀតរៀនវិភាគហានិភ័យវិភាគ risk រៀនធ្វើម៉េចគេហៅភាសាបច្ចេកទេសគេហៅ compliance បានថាអនុលោមភាពភាសាយើង design រៀបចំប្រតិបត្តិការរបស់យើងឲ្យវាអនុលោមភាពទៅតាមស្តង់ដារណាមួយនោះក្រៅពីហ្នឹងរៀននេះទៀតរៀនវិភាគមេរោគរៀនឆ្លើយតបនឹងឧបទ្ទវហេតុមានគេ hack ចូលយើងឆ្លើយតបមិនបិទមិនទៅ research មិនហើយរៀនមួយទៀតអាចថាពាក់ព័ន្ធនឹងការធ្វើអីកសលវិច័យ digital រមើលផោះតាងគេចូលថ្ងៃណាបានថ្ងៃណាអញ្ចឹង cyber security បើសិនជាយើងគិតថាវាមានមុខវិជ្ជាច្រើនណាស់ធំណាស់បាទអញ្ចឹងមិនមែនមួយមុខពីរមុខដូចតែយើងគិតទេហើយជំនាញក៏គាត់តាមនឹងដែរពាក់ព័ន្ធនឹងនិស្សិតយើងទៅចំថ្នាក់ទី12ហើយគាត់ចាប់ផ្ដើមចូលមហាវិទ្យាល័យអញ្ចឹងបើសិនជាគាត់ថាចង់រៀនផ្នែក cyber security គាត់ត្រូវសម្រួចខ្លួនឯងឆ្នាំទី1ទី2នោះធ្វើម៉េចចាប់យកជំនាញផ្នែកស្វែងយល់ឲ្យដឹងឲ្យច្បាស់អំពីរឿង networking បណ្ដាញ OS operating system concept base អាហ្នឹងបើសិនជាគាត់ចង់ខ្លាយទៅជាអ្នក cyber security ប៉ុន្តែផ្នែកបណ្ដាញផ្នែកអីចឹងទៅតែក៏មិនថាប្រកាសចឹងដែរឧទាហរណ៍ថាឥឡូវខ្ញុំបងនិយាយថាគ្រូនិយាយថាគាត់ត្រូវចាប់យក network ប៉ុន្តែទៅពេលគាត់ចូលរៀនគាត់បកកែខាងអីគេ programming អញ្ចឹងគាត់ត្រូវបំលែងខ្លួនឯងទៅជា programmer ដដែលទេប៉ុន្តែ code គាត់ត្រូវផ្ដោតទៅលើការសរសេរ program ឲ្យវាមាន secure គេហៅ web application security អីចឹងទៅឬ secure coding អីចឹងទៅអញ្ចឹងគាត់អាចធ្វើការផ្នែកមួយខាង cyber ដែរប៉ុន្តែគាត់ focus តែលើ software security find problem រកបញ្ហានៅក្នុង code បើមិនជាគាត់អ្នកណាមួយសរសេរខុសអីគាត់ត្រូវដឹងថាកន្លែងហ្នឹងខុសមានគេ hack បានណាចេះអញ្ចឹងគាត់អាចសម្រួចទៅតាម skill របស់គាត់បាទប៉ុន្តែមិនប្រកាសថាត្រូវតែនេះទេបាទសូម្បីតែយើងចេះ network ក៏យើងទៅ security បានយើងចេះ programming ក៏ទៅ security បានហើយបើសិនអាពីរហ្នឹងមិនសូវប្រកែទេប៉ុន្តែយើងប្រកែវិភាគអី access អីផ្សេង checklist អីផ្សេងអញ្ចឹងក៏យើងអាចទៅបានដែរ like governance តែអញ្ចឹងមាន area ច្រើនណាស់សម្រាប់និស្សិតឧបសគ្គក្នុងការរៀនគឺពាក់ព័ន្ធនឹងភាសាគឺសំខាន់ណាស់អញ្ចឹងបងប្អូនទៅរៀនភាសាអង់គ្លេសហ្នឹងឧបសគ្គទី1ឧបសគ្គទី2ពាក់ព័ន្ធនឹងតម្លៃថវិកាចំណាយថវិកាបើសិនជាយើងចង់ទៅរៀនយកជំនាញសញ្ញាបត្រជំនាញ specialist professional certificate ឧបសគ្គទី3គឺពាក់ព័ន្ធអីគឺការតាំងចិត្តបាទការតាំងចិត្តណាខ្ពស់ក្នុងការសិក្សាដែលបរិយានិយាយថា you have a passion បាទមានចំណង់ចំណូលចិត្តហើយបន្ថែមពីលើ passion ហ្នឹងyou need to have talent យើងត្រូវមានគេហៅថាទេពកោសល្យមួយទៀតអញ្ចឹងបើសិនជាចង់ជោគជ័យជំនះឧបសគ្គហ្នឹងបង្កើតខ្លួនឯងថាយើងមានចំណង់ចំណូលចិត្តអត់ផ្នែក cyber ហ្នឹងបើសិនជាមានចំណង់ចំណូលចិត្តហើយយើងត្រូវមានទេពកោសល្យមួយទៀតនឹងយើងអាចរីកចម្រើនលឿនណាស់ហើយក្រៅពីហ្នឹង cyber security នេះត្រូវការ build network ច្រើនអាសាចូលទៅស្ដាប់គេធ្វើសិក្ខាសាលាទូទៅពីយើងនិយាយពីរឿង cyber security ចូល event នេះចូល training នេះចូល online community អីចឹងទៅដើម្បីគេហៅបង្កើត network build network ឲ្យស្គាល់គេស្គាល់ឯងស្វែងរកអ្នកដែលផ្ដល់ advice mentor ណាតែព
ពេលដែលរៀននឹងគូរៀនយ៉ាងម៉េចគូយើងហ្នឹងយ៉ាងហោចណាស់ក៏ទៅរកអ្នកដែលជួយផ្ដល់តម្រង់ទិសយើងដែរពេលនិស្សិតយើងចប់ជំនាញសន្តិសុខ Cyber គាត់អាចធ្វើការបានគ្រប់វិស័យហេតុអីបានមកថាគ្រប់វិស័យទាំងអស់គឺសិតតែប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាអញ្ចឹងបើសិនជាគាត់ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគឺគាត់ត្រូវការតែមានអ្នកការពារអ្វីដែលខុសគ្នាកន្លែងនេះបានន័យថាគ្រាន់តែវិស័យខ្លះដើរលឿនវិស័យខ្លះដើរប្រជុំវិស័យខ្លះទឹមតែដើរតិចតិចឥឡូវឧទាហរណ៍បងនិយាយថាវិស័យណាដែលដើរលឿនជាងគេហើយមានអាជីពគេត្រូវការច្រើនវិស័យធនាគារនិងហិរញ្ញវត្ថុយើងឃើញធនាគារយើងច្រើន online banking យើងច្រើនណាអញ្ចឹងគាត់មានតម្រូវការអ្នកការពារប្រព័ន្ធអនឡាញក៏ច្រើនដែរបាទអញ្ចឹងក្នុងវិស័យយើងឃើញថាវិស័យធនាគារហ្នឹងកំពុងតែឈានមុខគេហើយផ្នែក Cyber Security ដែលមានតម្រូវការខ្ពស់ក្រៅពីហ្នឹងអីគេក្រុមហ៊ុនធំសហគ្រាសក៏គាត់ត្រូវការអ្នកការពារដែរហើយក្នុងរដ្ឋាភិបាលក៏កំពុងតែត្រូវការដែរពីព្រោះយើងកំពុងតែធ្វើដំណើរទៅកាន់អីគេ e-government digital government បាទ digital economy អញ្ចឹងតម្រូវការផ្នែក Cyber ហ្នឹងគឺកំពុងតែច្រើនណាស់ទាំងគ្រប់វិស័យមកដែរគាត់ថាផ្នែកខ្លះច្រើនតិចនៅក្នុងមធ្យមបាទអញ្ចឹងយើងគួរតែផ្ដោតទៅលើកន្លែងណាដែលគេត្រូវការច្រើនណាក្នុងនាមមកជាអ្នកជំនាញណាបងគិតថាយើងគួរតែបណ្ដុះមនុស្សឲ្យបានច្រើនក្នុងជំនាញនេះប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមក្នុងការបណ្ដុះមនុស្សផ្នែកជំនាញនេះបានថាព័ត៌មានវិទ្យាវាលូតលឿនណាដល់ពេលលូតលឿនអ្នកយើងផលិតមនុស្សដែលមានជំនាញ Cyber Security ចូលទៅក្នុងទីផ្សារហ្នឹងយឺតហើយមិនមែនអ្នករៀនទាំងអស់ហ្នឹងសិតតែរៀន Cyber Security បានទេឧបមាអ្នកព័ត៌មានវិទ្យា10នាក់អ្នកដែលអាចខ្លាយជា Cyber Security ហ្នឹង2ហ្នឹងប្រសើរហើយអញ្ចឹងបានន័យថាមិនថាកម្ពុជាយើងទេគឺនៅក្នុងតំបន់នៅក្នុងសកលលោកទាំងមូលគឺអ្នកផ្នែក Cyber ហ្នឹងគឺខ្វះខាតមែនតើហ្មងអញ្ចឹងយើងជំរុញថាបើសិនជានិស្សិតយើងអាចទៅរួចព័ត៌មានវិទ្យាហ្នឹងអាចចាប់ផ្ដើមយកជំនាញ Cyber Security ទៅដើម្បីអីដើម្បីជួយការពារប្រទេសរបស់យើងបាទជួយការពារonline system online ប្រព័ន្ធទិន្នន័យអីទាំងអស់ហ្នឹងរបស់វិស័យឯកជនរបស់រដ្ឋាភិបាលហ្នឹងកុំឲ្យមានការលួចពីខាងក្រៅឬពីខាងក្នុងហ្នឹងលួចពីខាងចោលព័ត៌មានវិទ្យា